Ok, so today គ្នាយើងឥឡូវលោកគ្រូធ្វើវីដេអូតាក់ទងជាមួយនឹងរូបមន្តរកចំណាប់ថ្នាក់អញ្ចឹងការរកចំណាប់ថ្នាក់ហ្នឹងវាមានលក្ខណៈស្មុគស្មាញបន្តិចដោយសារវាត្រូវការចងកាឡាណាអញ្ចឹងរូបមន្តនៃការរកចំណាប់ថ្នាក់គឺយើងប្រើរូបមន្តរែងណាអញ្ចឹងយើងដាក់ស្មើមកយើងបាយពាក្យរែង RANK ចឹងមកយើង enter មួយណាអញ្ចឹងរូបមន្តរែងយើងមានដល់ទៅ3ទី1តម្លៃទី2ទិន្នន័យទី3ប្រភេទតម្លៃហ្នឹងគឺយើងតម្លៃមធ្យមភាគនៅខាងលើគេហើយទិន្នន័យបានន័យថាទិន្នន័យទាំងអស់នេះបន្តមកទៀតប្រភេទហ្នឹងបានន័យថាយើងចង់កំណត់ឲ្យអ្នកដែលមានបន្ទុកច្រើនជាងគេជាប់លេខ1ឬក៏អ្នកដែលមានបន្ទុកតិចជាងគេជាប់លេខ1អញ្ចឹងបើសិនជាក្នុងករណីដែលយើងចង់ឲ្យអ្នកដែលមានបន្ទុកច្រើនជាងគេជាប់លេខ1យើងដាក់ប្រភេទហ្នឹងដាក់លេខ0ប៉ុន្តែបើសិនជាយើងចង់ឲ្យអ្នកដែលជាប់បន្ទុកតិចជាងគេជាប់លេខ1វិញយើងដាក់លេខ1ណាកន្លែងហ្នឹងអញ្ចឹងលោកគ្រូបញ្ជាក់បន្តិចតកតងជាមួយនឹងទិន្នន័យគឺយើងត្រូវចងកាឡាទាំងអស់នេះណាអញ្ចឹងដើម្បីចងកាឡាបានយើងមានរបៀបពីរយ៉ាងទី1គឺយើងចុច Shift F4 នៅពេលដែលយើងដាក់ទិន្នន័យហើយទី2គឺយើងចងកាឡាដោយប្រើរូបមន្តផ្ទាល់ដៃតែម្ដងណាឥឡូវលោកគ្រូអនុវត្តដោយរូបមន្តចងកាឡាដោយប្រើ Shift F4 ឲ្យមើលមុនណាអញ្ចឹងដោយសារ keyboard លោកគ្រូនៅនេះវាអត់មាន F4 យើងមានអក្សរ F4 ទេណានៅក្នុង function អានឹងគេហៅថា key function ណាឥឡូវលោកគ្រូបង្ហាញ key function នឹងមួយសិន keyboard បាទអញ្ចឹងនៅលើកុំព្យូទ័រវាមានប្រភេទ keyboard នឹងវាមានប្រភេទ function នេះអានឹងគេហៅថា F4 ណាគេจะមើលលោកគ្រូបង្ហាញ key F4 ហ្នឹងទៅណាបាត់ហើយនេះអក្សរ F ហើយនឹងលេខអក្សរ F4 ណាអញ្ចឹងវាមិនមែនវាយ S នេះហើយលេខ4នេះគឺ F4 នេះអញ្ចឹង Shift គឺវានៅកន្លែងនេះណាកន្លែងសញ្ញាព្រួយនេះយើងចុច Shift ហើយ F4 ហ្នឹងឬក៏ Shift នេះ F4 ក៏បានដែរណាអញ្ចឹងក្នុងករណីដែលយើងចុចទៅអត់បានយើងនឹងប្រើរូបមន្តទី2ឥឡូវគ្រូបង្ហាញរូបមន្តទី1ដែលយើងចងកាឡាប្រើរូបមន្តយើងប្រើ Shift F4 ហ្នឹងអញ្ចឹងយើងចូលមកកាន់កម្មវិធីរបស់យើងវិញមកយើងយកតម្លៃណាតម្លៃមិនន័យថាជាតម្លៃមជ្ឈមភាគនៅលើគេមួយយើងចុច click វាមួយមកយើងចុចសញ្ញាsemicolon អញ្ចឹងយើងចុច semicolon មួយមកទិន្នន័យអញ្ចឹងទិន្នន័យគឺបានន័យថាជាទិន្នន័យមជ្ឈមភាគទាំងអស់អញ្ចឹងយើងជ្រើសរើសទាំងអស់មកយើង select ពីលើដល់ក្រោមណាបន្តមកទៀតគឺយើងទៅចុចshift F4 នេះណាចុចកន្លែង shift ហើយ F4 អញ្ចឹងលោកគ្រូចុច shift F4 ដើម្បីចងកាឡាអញ្ចឹងយើងចុច shift F4 អញ្ចឹងនៅពេលដែលវាលោតសញ្ញាដុល្លារមកច្រើនចេះបានន័យថាការចុច shift F4 របស់យើងនឹងបានត្រឹមត្រូវហើយតែកុំព្យូទ័រខ្លះវាអត់អាចចុច shift F4 នឹងចេញដុល្លារអញ្ចឹងទេអញ្ចឹងយើងមិនអាចអនុវត្តតាមវិធីនឹងបានទេណាបើមិនជាវាចុចអត់បានអញ្ចឹងឥឡូវលោកគ្រូឧទាហរណ៍ថាយើងចុចបានអញ្ចឹងណាអញ្ចឹងបន្តមកទៀតយើងចុចក្បៀសនេះមួយបាទហើយយើងដាក់លេខ0ដាក់លេខ0មានន័យថាប្រភេទបន្ទុកអ្នកដែលខ្ពស់ជាងគេគឺបានលេខ1អញ្ចឹងយើង enter វាមកអញ្ចឹងចំណាប់ថ្នាក់នឹងបានលេខ8ណាអញ្ចឹងយើង double click វាដើម្បីឲ្យអ្នកផ្សេងទៀតមានចំណាប់ថ្នាក់ដែរអញ្ចឹងយើងបានចំណាប់ថ្នាក់ធម្មតាណាអញ្ចឹងឥឡូវលោកគ្រូឧទាហរណ៍ថាក្នុងកុំព្យូទ័រខ្លះយើងមិនអាចប្រើ keyboard shift F4 ហ្នឹងដើម្បីធ្វើការចងកាឡាបានទេយើងអាចចុច shift F4 ហ្នឹងដើម្បីចងកាឡាបានអញ្ចឹងបើសិននៅក្នុងករណីដែលមានកុំព្យូទ័រជាប់បែបនោះអញ្ចឹងតែយើងកណនីរូបមន្តបែបណាវិញណាឥឡូវលោកគ្រូដាក់ធម្មតាយើងប្រើរូបមន្តដោយមិនប្រើ shift F4 ទេក្នុងករណីខ្លះកុំព្យូទ័រខ្លះគឺគាត់អាចប្រើ shift F4 នឹងបានអញ្ចឹងយើងដាក់សញ្ញាស្មើមកដាក់វាយពាក្យថា rank នេះគ្នាអញ្ចឹងយើង enterបន្តមកទៀតគឺយើងយកតម្លៃគឺតម្លៃមជ្ឈមភាគដែលនៅលើគេណាតម្លៃមជ្ឈមភាគនៅលើគេយើង click វាមួយមកបន្តមកទៀតយើងដាក់សញ្ញាចុច1ក្បៀស1អាហ្នឹងនៅក្នុងកម្មវិធី Open Office គឺយើងប្រើហ្នឹងណាចុច1ក្បៀស1ហ្នឹងបន្តមកទៀតទិន្នន័យបានន័យថាយើងត្រូវការយកទិន្នន័យពីage យើង age ពីលើមកយើងជួរ age ហើយលេខ4អញ្ចឹងយើងមានន័យថាកន្លងជួរ age 4រហូតដល់ជួរ age 11ណា A11 អញ្ចឹងបានន័យថាទិន្នន័យនោះគឺយើងចងទិន្នន័យមិនឲ្យវារត់ទេពីជួរ A4 ដល់ជួរ A11 អញ្ចឹងដើម្បីចងបានគឺយើងប្រើរូបមន្តដុល្លារ
hay dương trong chua nè nó dương trong chua x hay x mới nhưng đã $1 mười tiền giống chua x $1 tí man x $1 tí x $1 tí buồn á được sai dương trong bị chua này chắc như đã lịch buồn báo hay dùng vào chật phí rồi hốt đòn á chật phí nó mình nên tha rồi hốt đòn là chua x $1 x đập mùi chứ dương cho cái tiền đấy còn mọi người rất dương cho x $1 đập mùi chứ cứ dương cho được muốn thuần án như mình đang ơi $1 bữa đấy bên đây tham dương cho people bữa nướng là hốt đòn $1 đập muối bên đây tha nơi block đập mùi chứ dương thơ đặt $1 son hàng nữa xong hàng chứ nằm ở tròn với cầm ở gần và tôi mới tiết dương cho nhà biệt hình muối hỏi dương đã một phê bìa chứ một phê với cứ lịch sồn trên cái lịch sồn mới in thơ mó cứ bàn được cái này chứ cứ chia ra muốnในการร้องจำนับนะchứ nằm ở banจำนับนะเซ็นtiết nhưng còn là trên tập bộ click về máu cứ rồi cũng muốn viên đường thua để đợi đào nhé chẳng như bàn lịch mua chẳng món đẹp là mình mà thuộc của chuyện kê chẳng đẹp là bàn thuộc của chuyện kếคือបានសព7trên 25ចឹងគាត់បានពូជាងគេលេខ2បន្ទាប់ពីលេខ1អូខេចឹង86.75ចឹងអត់មានអ្នកបានខ្ពស់ជាងនឹងទៀតទេចឹងមានន័យថាការធ្វើរង្វាន់របស់យើងគឺត្រឹមត្រូវណាចឹងក្នុងករណីដែលយើងធ្វើអាចចងកាឡា Shift F4 បានក៏យើងចងទៅបើសិនជាយើងចងអត់បានទេបងអាចធ្វើតាមវិធីទី2ដែលមានលក្ខណៈចងកាឡាដូចខ្លួនឯងណាចឹងយើងអាចធ្វើតាមមុនចុះកន្លងខ្លួនឯងដើម្បីកុំឲ្យវាមានបញ្ហា error ណាមួយកើតឡើងណា